ទាំងអស់គ្នាយប់មិញគឺក្រុមការងាររបស់ខ្ញុំបានរៀបចំទី100ដើម្បីធ្វើការព្រោះបង្ហាញទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលយើងមានគោលបំណងចង់ឲ្យពុកម៉ែបងប្អូនដែលនៅហាងសសរមួយហ្នឹងគាត់បានមើលឃើញពីប្រសិទ្ធភាពនៃការព្រោះរបស់ទី100ក៏ដូចជាមើលស្រ័យពិសោធន៍របស់ខ្ញុំផងដែរហើយនឹងខ្ញុំនឹងធ្វើការបទបង្ហាញទៅដល់ពួកគាត់ពីការធ្វើពីប្លង់មួយទៅប្លង់មួយជូនពួកគាត់ក៏ដូចជាមើលពីប្រសិទ្ធភាពដ៏អស្ចារ្យរបស់ទី100ក្នុងការព្រោះពួកជាស្ដែងកន្លងមកគឺពុកម៉ែបងប្អូនទាំងអស់គ្នាមើលឃើញអាទី100ហ្នឹងគឺយើងមើលឃើញតែយើងបាញ់ថ្នាំទេតែឥឡូវខ្ញុំយកធុងព្រោះថ្មីមួយទុកឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីធ្វើការតេស្តឲ្យពុកម៉ែបងប្អូនទាំងអស់គ្នានឹងថាតើការពេលដែលយើងព្រោះទៅអាទី100របស់យើងហ្នឹងវាព្រោះទៅវាចំណេញពេលវេលាកម្រិតណាចេះស្អែកពុកម៉ែបងប្អូនទាំងអស់គ្នាការព្រោះគឺដូចគ្នាទេគ្រាន់តែថាទី100ពេលដែលព្រោះទៅវាចំណេញពេលវេលាជាងអាទី50ឬក៏អាទី72ឬក៏ទី25តែប៉ុណ្ណឹងដែលសារតែវាធំអញ្ចឹងនៅពេលដែលយើងដាក់បានម្ដងហ្នឹងគឺយើងចំណេញជើងចំណេញពេលវេលាតែប៉ុណ្ណឹងទេតែបើសួរថាតើព្រោះទៅវាស្អាតអីអត់ឬក៏មិនអត់ស្អាតដូចគ្នាទាំងអស់ហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវនេះគឺយើងត្រូវការធ្វើ activate ឲ្យវាស្គាល់គ្នាសិនពីធុងព្រោះហ្នឹងឲ្យវាស្គាល់គ្នាជាមួយនឹង drone សិនបន្ទាប់ពីវាស្គាល់គ្នាហើយទើបយើងអាចព្រោះបានទើបយើងអាច set វាបាននេះឥឡូវយើងកំពុងតែ set up ហើយយើងមាន drone យើងមាន tele ដាក់បញ្ចូលគ្នាអញ្ចឹងទៅហើយយើង update ត្រូវការ internet ដើម្បី update វាដើម្បីឲ្យវាស្គាល់គ្នាថតតាំងពីល្ងាចទីរហូតដល់យប់នេះទាំងអស់គ្នានេះមើលឥឡូវថ្ងៃលិចបាត់ហើយឥឡូវក្រុមការងារកំពុងតែដាក់ព្រោះពេលដែលយើងធ្វើការតេស្តគឺយើងត្រូវតែដាក់ជីជាក់ស្ដែងតែម្ដងអញ្ចឹងឥឡូវបន្ទាប់ពីដាក់ជីជាក់ស្ដែងហើយយើងធ្វើមកអាប់ដេតនៅលើ Tele អញ្ចឹងអានេះវាកំពុងតែ process update ក្នុង Tele